ក៏ដូចជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សេនា TikTok ចាហ្នឹងហើយអញ្ចឹងថ្ងៃនេះចង់មកប្រាប់បងប្អូនមួយនៅពេលដែលបងប្អូនផុសជាមួយនឹងវីដេអូនៅក្នុង TikTok ណាប៉ុន្តែវីដេអូខ្លះពេលដែលបងប្អូនផុសហើយមានអារម្មណ៍ថាវាអត់សូវល្អវាអត់សូវស្អាតឬក៏អ្នកខ្លះទៀតអត់ដឹងថាជួបដូចខ្ញុំអត់ទេ TikTok ខ្ញុំគឺកូនខ្ញុំគាត់យកលេងណាអញ្ចឹងពេលខ្លះគាត់លេងគាត់អីហើយគាត់ផុសនៅក្នុងអា TikTok platform របស់យើងរៀងញ៉ៃអីចឹងណាដែលយើងអត់ចង់ឲ្យវាមានអាហ្នឹងនៅក្នុងហ្នឹងទេអញ្ចឹងឧទាហរណ៍ថាបើសិនជាបងប្អូនច្រឡំផុសជាមួយនឹងវីដេអូ TikTok ដែលយើងអត់តន់ពេញចិត្តឬក៏យើងអត់តន់ ready ដើម្បីផុសណាតើបងប្អូននឹងត្រូវធ្វើម៉េចបើសិនជាច្រឡំផុសហើយអញ្ចឹងនៅក្នុង case នេះបើសិនជាឧទាហរណ៍ថាបងប្អូនផុសវីដេអូនៅក្នុង TikTok ហើយតើមកបងប្អូនអត់ពេញចិត្តបងប្អូនចង់ដកវាចេញវិញអញ្ចឹងបើសិនជាបងប្អូនលុបវីដេអូរបស់បងប្អូនចោលបងប្អូនត្រូវដឹងថា TikTok របស់យើងគឺនឹងធ្លាក់ view ไว้សម្រាប់វីដេអូក្រោយៗអញ្ចឹងបើសិនជាក្នុងករណីថាបងប្អូនច្រឡំផុសជាមួយនឹងវីដេអូណាដែលយើងអត់ពេញចិត្តនៅក្នុង TikTok platform របស់យើងហើយបងប្អូនកុំធ្វើការចុច delete ឬក៏កុំធ្វើការចុចលុបចោលបងប្អូនអាចធ្វើការចូលមក remove វាចូលទៅក្នុងកន្លែង only me បានចង់និយាយចឹងណាអញ្ចឹងខ្ញុំឧទាហរណ៍នៅលើវីដេអូនេះមួយចាអញ្ចឹងឧទាហរណ៍ថាវីដេអូនេះបងប្អូនផុសហើយប៉ុន្តែបងប្អូនអឺគិតថាវាអត់សូវល្អទេចង់ដកវាចេញវិញអញ្ចឹងបងប្អូនកុំចុច delete បងប្អូនចូលទៅកែវាមកកន្លែង only me មកអញ្ចឹងវិធីនៅក្នុងការដែលយើងចូលទៅកែប្រែវាវិញគឺបងប្អូនចូលមកក្នុងកន្លែងនេះ privacy setting ឃើញអត់អញ្ចឹងនៅពេលដែលបងប្អូនចូលមកកន្លែង privacy setting នេះហើយបងប្អូនឃើញកន្លែងនេះអត់អញ្ចឹង everyone នេះគឺបានន័យថាយើងផុសគឺផុសជាលក្ខណៈ public អ្នកណាក៏គេអាចឃើញបានដែរជាមួយនឹងវីដេអូបែបហ្នឹងជាមួយនឹងវីដេអូហ្នឹងបើបងប្អូន select your friend គឺបានន័យថាឃើញតែមិត្តភ័ក្តិរបស់យើងអីចឹងទៅអញ្ចឹងបើបងប្អូន remove មកកន្លែង only me អញ្ចឹងបានន័យថាវីដេអូហ្នឹងវានឹង load ចូលមកកាន់អាកន្លែង only me របស់យើងឯងអញ្ចឹងគឺអត់មានអ្នកគេឃើញជាមួយនឹងវីដេអូហ្នឹងទេអញ្ចឹងបើសិនបងប្អូនច្រឡំផុសវីដេអូណាដែលយើងអត់ពេញចិត្តដែលយើងគិតថាវាអត់ល្អបងប្អូនអាច remove វាចូលមកកន្លែង only you នេះបានអញ្ចឹងអូន select មកកន្លែង only you នេះមកឃើញអត់តោះមកបងប្អូននឹងអត់ឃើញវីដេអូហ្នឹងនៅលើកន្លែងទៀតទេនេះឃើញអត់លែងឃើញហ្មងហើយវីដេអូហ្នឹងវា load ចូលកន្លែង only you វិញអញ្ចឹងកន្លែង only you គឺកន្លែងចប់សោនេះវានឹង load ចូលមកកន្លែងហ្នឹងវិញឃើញបងប្អូនហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនដែលគាត់ច្រឡំផុសវីដេអូណាដែលអត់ពេញចិត្តកុំលុបចោលនៅក្នុង TikTok បងប្អូនមកបងប្អូនលុបចោលគឺវីដេអូផុសក្រោយៗគឺវាធ្លាក់ view ហ្មងចឹងបងប្អូនអាចធ្វើការ remove វាចូលមកកាន់កន្លែង only you នឹងបានអញ្ចឹងគេនឹង admin មានតែប៉ុណ្្នឹងទេអរគុណច្រើនណាសម្រាប់បងប្អូនដែលគាត់ចង់ចេះអីបន្ថែមទៀតអាចធ្វើការ comment នៅក្នុងវីដេអូបានបើសិនជា admin ចេះ admin នឹងធ្វើការចែករំលែកជូនបងប្អូនទាំងអស់គ្នាអរគុណច្រើនបងប្អូនសម្រាប់ការតាមដានវីដេអូជំរាបលាបាយបាយ